ត្រាំថាមិនខ្វល់អ្វីទាំងអស់ឲ្យតែអ៊ីរ៉ង់រលីទោះប្រេងសាំងឡើងថ្លៃកប់ពពងប្រមាណទូរទស្សនិកជនតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងខ្ពស់កប់ពពងក្បែររបាំង$100ក្នុង1បារ៉ែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត4ឆ្នាំមកនេះការហក់ឡើងយ៉ាងគំហុកកើតឡើងដោយសារក្តីបារម្ភថាសង្គ្រាមមជ្ឈិមបូព៌ានឹងធ្វើឲ្យសង្វាក់ផ្គត់ផ្គង់ថាមពលសកលត្រូវកាត់ផ្ដាច់ក្នុងរយៈពេលយូរយោងតាមទិន្នន័យទីផ្សារតម្លៃប្រេងឆៅទាំងប្រភេទ WTI និង Brent បានហក់ឡើងជាង 15% ភ្លាមៗនៅពេលបើកទីផ្សារនាប្រលប់ថ្ងៃអាទិត្យជាតម្លៃខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ2022នៅពេលរុស្ស៊ីវាយលុកអ៊ុយក្រែនចំណុចសំខាន់ដែលរុញច្រានតម្លៃប្រេងរួមមានការបិទច្រកសមុទ្រហូមូសទាំងស្រុងដែលជាដង្ហើមសេដ្ឋកិច្ចដឹកជញ្ជូនប្រេង 20% របស់ពិភពលោកចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី28 ខែកុម្ភៈទន្ទឹមនោះបណ្ដាប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រចាប់ផ្ដើមកាត់បន្ថយបរិមាណផលិតខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើឃ្លាំងប្រេងក្នុងរដ្ឋធានីតេហេរ៉ង់ក៏បានបង្កឲ្យមានការភ័យខ្លាចពីការសងសឹកលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ចំណែកទីផ្សារភាគហ៊ុននិងសេដ្ឋកិច្ចពិភពលោកកំពុងញ័ររន្ធត់ចំពោះការឡើងថ្លៃនេះប៉ុន្តែលោកប្រធានាធិបតីដូណាល់ត្រាំបែរជាយល់ថាការឡើងថ្លៃនេះគ្រាន់តែជារឿងបណ្ដោះអាសន្ននិងជាធ្នូដ៏តូចតាចបំផុតដើម្បីដោះដូរនឹងការកំទេចចោលនៃការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងដើម្បីសន្តិភាពពិភពលោកលោកថ្លែងបន្ថែមដោយពាក្យឌឺដងថាមានតែមនុស្សល្ងងទេទើបគិតផ្សេងពីនេះទោះជាយ៉ាងណាការឡើងថ្លៃប្រេងសាំងនៅតាមស្ថានីយ៍ក្នុងសហរដ្ឋអាមេរិកកំពុងក្លាយជាបញ្ហានយោបាយដ៏រសើបសម្រាប់រដ្ឋបាលលោកត្រាំមុនពេលការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់ក្នុងខែវិច្ឆិកាខាងមុខជាពិសេសនៅពេលដែលសង្គ្រាមមិនទាន់មានសញ្ញាថានឹងថយចុះកម្ដៅនៅឡើយ